សួរឬក៏សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំចង់ចែករំលែកពីការដើរកម្សាន្តរបស់ខ្ញុំវាបានកន្លងផុតទៅច្រើនហើយប៉ុន្តែនេះគឺខ្ញុំចង់កាត់វីដេអូខ្លីៗសម្រាប់អ្នកដែលមិនទាន់បានទៅភ្នំបណ្ណន់ហ្នឹងហើយអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលនៅវីដេអូខ្លីៗខ្ញុំកាត់ដោយខ្លីៗទេអ្នកទាំងអស់គ្នាអញ្ចឹងគឺរូបភាពទាំងមូលនៅលើភ្នំបណ្ណន់តែម្ដងហ្នឹងហើយអ្នកទាំងអស់គ្នាអញ្ចឹងគឺអ្នកទាំងអស់គ្នាអាចទស្សនាបានគឺវាមានប្រាសាទជាច្រើនហើយប្រាសាទនោះគឺភាគច្រើនគឺបែកបាក់តែម្ដងអ្នកទាំងអស់គ្នាគឺវាមានសភាពទ្រុឌទ្រោមព្រោះវាច្រើនពាន់ឆ្នាំមកហើយអញ្ចឹងគឺវាអាចនឹងទ្រុឌទ្រោមហើយវាមានលក្ខណៈគេរុំព័ទ្ធទៅដោយឈើហើយនឹងខ្សែកាបកុំឲ្យវារលំអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាអាចសង្កេតមើលបានឬក៏មើលបានគ្រាន់តែជាការកំសាន្តរបស់អ្នកទាំងអស់គ្នាតែម្ដងហ្នឹងហើយអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលលេងកំដរការអបសុខនៅពេលដែលអ្នកទាំងអស់គ្នាទំនេរនោះឯងហ្នឹងហើយអ្នកទាំងអស់គ្នាអញ្ចឹងគឺខ្ញុំអត់សូវចេះរៀបរាប់ច្រើនទេអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាអាចមើលនៅវីដេអូទាំងអស់នេះបានហើយវាអត់យូរទេអ្នកទាំងអស់គ្នាអញ្ចឹងគឺវាមានច្រើនដំណាក់កាលខ្ញុំទៅដល់ឡើយនេះគឺទៅភ្នំបណ្ណន់ផងហើយហួរទៅខាងមុខទៅជិះឡូរីហើយបន្តមកវិញត្រឡប់មកវិញហើយយើងទៅភ្នំសំពៅទាំងអស់គ្នាតែម្ដងហ្នឹងហើយអ្នកទាំងអស់គ្នាហើយទាំងអស់នេះគឺជាសភាពឬក៏សកម្មភាពទាំងមូលនៅលើប្រាសាទភ្នំបណ្ណន់តែម្ដងគឺខ្ញុំអត់កាត់ទៅណាឆ្ងាយទេអញ្ចឹងគឺវាមានច្រើនប្រាសាទ3ទៅ4ប្រាសាទនៅលើភ្នំបណ្ណន់នេះហើយវាមានភាពទ្រុឌទ្រោមមែនទែនហើយនេះគឺជារូបសំណាកអប្សរាដែលគេចោះទៅខាងប្រកេះរបស់អប្សរាហើយមិនដឹងជាគេចោះដើម្បីអ្វីទេអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាអាចសង្កេតមើលបានគឺវាមានសភាពដូចជាការចម្លាក់រចនាគឺមានអប្សរាជាច្រើនតាំងពីកំពូលលើរហូតមកដល់ចតគ្រឹះក្រោមតែម្ដងហ្នឹងឯងអ្នកទាំងអស់គ្នានេះគឺខាងក្រោយផ្ទៃប្រាសាទនេះគឺប្រាសាទមួយទៀតអ្នកទាំងអស់គ្នានេះគឺជាចម្លាក់បែកបាក់ដែលគេតម្កល់នៅលើហ្នឹងតែម្ដងគឺគេអត់យកទៅណាទេអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាអាចបើសិនជាមានឱកាសអ្នកទាំងអស់គ្នាអាចទៅលេងបានម្ដងគឺទេសភាពនៅទីនោះគឺធ្វើឲ្យអារម្មណ៍ស្រស់ស្រាយមែនទែនហើយនេះគឺខាងមកខាងប្រាសាទផ្សេងទៀតអ្នកទាំងអស់គ្នាអញ្ចឹងគឺគេតាំងជាព្រះពុទ្ធបដិមាព្រះពុទ្ធប្រណេកហើយនឹងលោកតាអេសីជាដើមគឺមានច្រើនគឺជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទនៅខាងបាត់ដំបងហ្នឹងហើយអ្នកនរគ្នាភ្នំបណ្ណន់គឺស្ថិតនៅខេត្តបាត់ដំបងហើយអ្នកនរគ្នាអាចមើលបានហើយនេះគឺប្រាសាទមួយទៀតហើយប្រាសាទនេះគឺមានការកែច្នៃផងដែរប៉ុន្តែវានៅតែទ្រុឌទ្រោមព្រោះវាចាស់ហើយវាមានសភាពចំណាស់យូរឆ្នាំហើយអញ្ចឹងអ្នកនរគ្នាអាចមើលបាននេះគឺគ្រាន់តែខ្ញុំកាត់វីដេអូខ្លីៗថតខ្លីៗសម្រាប់ចែកជូនទៅដល់អ្នកនរគ្នាកុំថាអីថាវ៉ាន់ព្រោះខ្ញុំអត់សូវចេះថតវីដេអូទេអ្នកនរគ្នានេះគឺខាងក្នុងនៃប្រាសាទមួយទៀតដែលគេដាក់ឬក៏តម្កល់នៅសំណាក់បែកបាក់អីផ្សេងនៅខាងក្នុងប្រាសាទតែម្ដងនោះគឺជារូបសំណាក់ខាងក្រោយហ្នឹងហើយអ្នកនរគ្នានេះគឺជាសំណាក់មួយទៀតដែលអ្នកនរគ្នាអាចមើលបានហើយនៅលើអាដើមនេះមិនដឹងជាដើមអីទេអ្នកនរគ្នាប៉ុន្តែខ្ញុំឃើញភាគច្រើនគឺជាឈ្មោះជាអីចឹងអ្នកនរគ្នានេះគឺជាថ្លង់ទ្វារប្រាសាទមួយទៀតបើសិនជានៅត្រង់ត្រេកដើមប្រកាសជាស្អាតណាស់អ្នកនរគ្នានេះគឺតាំងពីចំនួនណាទេគឺនៅឈរទាំងសងខាងតែម្ដងដូចជាថ្លង់ទ្វារចូលសម្រាប់ខ្សាត់មុនអ្នកទាំងអស់គ្នាអញ្ចឹងយើងអាចមើលបាននេះគេដាក់មួយទៀតគេ55កុំឲ្យយើងជ្រកនៅក្នុង
ប្រាសាទព្រោះប្រាសាទនេះគឺបាក់បែកច្រើនគឺគេដាក់ថាប្រយ័ត្នគ្រោះថ្នាក់អ្នកទាំងគ្នាអាចមើលបានហើយបន្តមកទៀតគឺនេះគឺជាចម្លាក់ដែលបែកបាក់គេដាក់នៅខាងអមប្រាសាទនេះខាងព្រៃខាងមកខាងទៀតអ្នកទាំងគ្នាចឹងគឺយើងទៅទីនោះគឺត្រជាក់ស្រួលមែនទែនហើយធ្វើឲ្យអារម្មណ៍ស្រស់ស្រាយហើយនេះគឺជាអាងទឹកមួយប្រហែលជាទៅតែកសាងទេព្រោះមានស៊ីម៉ងអីថ្មីប៉ុន្តែវាអត់មានទឹកទេដោយសារវាជ្រាបទៅខាងក្រោមឬក៏វាបែកបាក់ជាដើមហ្នឹងឯងអ្នកទាំងគ្នាហើយនេះគឺជាឆ្នាំទាំង12ដែលអ្នកទាំងគ្នាចង់ដាក់ជាបច្ច័យឬក៏ជាលុយក៏បានដែរអ្នកទាំងគ្នាមានទាំងចកុលជួយឆ្លូវខែឆ្នាំទាំង12តែម្ដងនេះគឺអ្នកទាំងគ្នាអាចមើលបានពីវីដេអូខ្លីៗពីវីដេអូ KH Channel ខ្ញុំបានថតហើយបានទៅលេងនៅទីនោះនេះគឺជារូបសំណាកអីផ្សេងដែលមានលោកយាយឬក៏លោកតាដែលនៅឃុំក្រងនៅទីនោះសូមសេចក្តីសុខសេចក្តីចម្រើនហ្នឹងហើយអ្នកទាំងគ្នាហើយព្រៃនៅខាងនោះគឺខៀវស្ងាត់មែនទេអ្នកទាំងគ្នាព្រោះខ្ញុំទៅខែភ្លៀងគឺវាមើលទៅគឺវាស្រស់ស្អាតមែនទែនហើយទៅខាងនេះគឺជាភ្នំសំពៅតែម្ដងភ្នំសំពៅហើយយើងបានត្រឡប់ចុះមកក្រោមវិញយើងមើលទេសភាពមកខាងភ្នំទៅមកខាងភ្នំគឺមានអារម្មណ៍ថារីករាយមែនទែនហើយបាត់អស់ទុក្ខកង្វល់តែម្ដងនេះគឺខាងក្រោយប្រាសាទទាំងអស់តែម្ដងហ្នឹងហើយអ្នកទាំងគ្នាអញ្ចឹងអ្នកទាំងគ្នាអាចមើលបាននេះគឺជាថ្លង់ទ្វារមួយទៀតប៉ុន្តែមិនដឹងជាថ្លង់ទ្វារអីទេអ្នកទាំងគ្នាព្រោះជាថ្លង់ទ្វារទូចមែនទែនបើសិនជាយើងដើរលូត្រាតែយើងអោនអ្នកទាំងគ្នានេះគឺបំរាមហាមដាច់ខាតអ្នកទាំងគ្នាអាចអានបានគឺអត់ឲ្យសិស្សានុសិស្សឬក៏អ្នកណាម្នាក់គូសលើផ្ទៃប្រាសាទទេអ្នកទាំងគ្នាអានេះគឺខ្ញុំចុះមកក្រោមវិញហើយកាន់មកដល់កន្លែងខ្ញុំបានទៅខាងមុខទៀតគឺជិះឡូរីតែម្ដងហ្នឹងហើយអ្នកទាំងគ្នាអញ្ចឹងជិះឡូរីហ្នឹងម្នាក់10000ជាងទេអ្នកទាំងគ្នាគឺអត់ថ្លៃទេហើយយើងអាចមើលនៅតាមទេសភាពផ្សេងដែលយើងជិះឡូរីហ្នឹងគឺទៅតាមផ្លូវហ្នឹងតែម្ដងហ្នឹងហើយអ្នកទាំងគ្នាអញ្ចឹងគឺវាជិះឡូរីហ្នឹងគឺវាសុបាយម្យ៉ាងវាបានមើលទេសភាពជាច្រើនមានព្រៃប្រាសាទមានសត្វយំមានដូចជាផ្លែអារម្មណ៍ដែលយើងមិនបានទៅអ្នកទាំងគ្នាតែបានយើងបានទៅម្ដងហើយគឺចង់ទៅម្ដងទៀតតែម្ដងព្រោះយើងទើបតែបានជិះឡូរីលើកទី1តែប៉ុណ្ណោះហើយនេះគឺជាគេដាក់អក្សរនៅលើភ្នំជើងភ្នំតែម្ដងគេដាក់ថាខ្ញុំស្រឡាញ់ស្រុកបាណន់ហ្នឹងហើយអ្នកទាំងគ្នាគាត់ជិះដឹងថាស្រុកបាណន់ស្ថិតនៅខេត្តណាគឺស្ថិតនៅខេត្តបាត់ដំបងតែម្ដងអញ្ចឹងគឺយើងជិះឡូរីនេះគឺទៅតាមផ្លូវអ្នកភូមិដែលនៅក្បែរនោះអញ្ចឹងអ្នកទាំងគ្នាហើយយើងជិះឡូរីហ្នឹងដើម្បីទៅមើលរីសតឬក៏ទៅមើលទេសភាពផ្សេងដែលគេកែច្នៃឬដែលគេអភិវឌ្ឍអ្នកទាំងគ្នាអភិវឌ្ឍគឺវាបានច្រើនមែនទែនហើយមកទៅស្រស់ស្អាតណាស់ទៅតាមផ្លូវដែលយើងជិះឡូរីនេះអ្នកទាំងគ្នាអាចមើលបានគឺតាមទេសភាពនេះគឺវាស្រស់ស្អាតហើយត្រជាក់ភ្នែកមែនទែនហើយពេលខ្ញុំទៅនោះគឺមកលុបទេអ្នកទាំងគ្នាអត់មានថ្ងៃពីរញ៉ៃឬក៏ចាំងភ្នែកឬក៏មានសភាពអីដែលពិបាកភ្នែកមើលទេនេះគឺគេកំពុងតែកសាងថ្មីហើយឃើញអ្នកទាំងគ្នាមានលំអអីគេដាក់ទង់ដូចជាមើលទៅគឺវាប្លែកអារម្មណ៍មែនទេនេះបើសិនជាមានពេលអ្នកទាំងនេះអាចទៅលេងទៅភ្នំបាណន់ហើយបន្តមកទៀតយើងទៅខាងក្រោយភ្នំបាណន់នោះទៅគឺយើងដល់កន្លែងជិះឡូរីតែម្ដងហ្នឹងហើយអ្នកទាំងនេះអញ្ចឹងគឺនេះគឺជា
សកម្មភាពដែលនៅតាមផ្លូវដែលយើងកំពុងតែជិះឡូរីនឹងតែម្ដងអ្នកនរគ្នាអាចមើលបានឃើញអត់អ្នកនរគ្នាអញ្ចឹងទីទៀតគឺវាទៅដល់កន្លែងដែលresort ដែលគេកំពុងតែអភិវឌ្ឍអញ្ចឹងពីដើមឈើនេះគឺស្អាតប្រៀបដូចជានៅក្នុងព្រៃមួយដែលស្រស់ស្អាតដែលគេតែងមើលទៅគឺស្អាតមែនទេតែដល់គ្នាឃើញនៅក្នុងវីដេអូអញ្ចឹងគឺវាអត់ដូចទៅក្នុងអ្វីដែលយើងទៅផ្ទាល់ទេបើសិនជាយើងទៅផ្ទាល់នោះគឺនឹងស្អាតតែម្ដងនេះគឺបានមកដល់ចំណតនេះអ្នកនរគ្នាហើយនៅពេលដែលគឺយើងមកដល់ចំណតនេះគឺពួកគាត់អាចឲ្យយើងចុះពីឡូរីយើងអាចដើរកំសាន្តនៅលើ resort របស់គេអានេះគឺជារូបសំណាកដូចជាការតែងល្ខោនមួយដែរអ្នកនរគ្នាអញ្ចឹងគឺរូបសំណាកនេះគឺជារូបឆ្មាទាំងសងខាងធំតែម្ដងហ្នឹងហើយអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាអាចមើលបាននេះឃើញអត់អ្នកនរគ្នាគឺរូបសំណាកធំមែនទែនហើយរោងដែលនៅខាងកណ្ដាលនៃសំណាក់រូបឆ្មាហ្នឹងដូចជារោងល្ខោនឬក៏គេប្រជុំអីមួយអញ្ចឹងអ្នកនរគ្នានេះគឺជាសម្បូរសត្វដែលខ្ញុំបានថតគឺវានៅយំតែម្ដងខ្ញុំថតខ្លីៗទេអ្នកនរគ្នានេះគឺជាអាងស្រះត្រីនៅក្នុង resort ហ្នឹងដែលគេចិញ្ចឹមខ្ញុំបានថតទៅខ្លីៗទេដោយសារតែវាមានច្រើនពេកបើសិនជាថតឲ្យអ្នកនរគ្នាមើលទាំងអស់គឺវាវែងខាតពេលអ្នកនរគ្នាយូរអានេះគឺយើងត្រឡប់ទៅវិញហើយនៅជិះឡូរីដូចគ្នាអ្នកនរគ្នាអញ្ចឹងគឺគេជូនយើងទៅទាំងទៅទាំងមកគឺអស់10000ជាងអ្នកនរគ្នាក្នុងម្នាក់អញ្ចឹងអ្នកនរគ្នាអាចមើលទេសភាពទៅតាមដងផ្លូវទាំងអស់តែម្ដងហ្នឹងឯងអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាអាចមើលបានបានគេដាក់ទង់ជាតិកម្ពុជាគឺមើលទៅគឺស្អាតមែនទែនដូចជាក្នុងរោងដែលកំសាន្តអ្វីមួយទៅលើការជិះឡូរីហ្នឹងតែហ្នឹងឯងអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាអាចមើលបាននេះគឺខ្ញុំត្រឡប់មកវិញគឺនៅផ្លូវចូលជិះឡូរីហ្នឹងគឺមានរូបសំណាកដំរីយឺតធំហើយនេះគឺខ្ញុំមកដល់ភ្នំសំពៅតែម្ដងនេះគឺខ្ញុំបានចូលទៅការលអាងផ្កាស្លាហ្នឹងហើយអ្នកនរគ្នាអាងផ្កាស្លានេះគឺមានបងខាងសន្តិសុខគាត់នៅយាមខាងហ្នឹងគឺអត់មានហានិភ័យអីទេអ្នកនរគ្នាហើយយើងអាចសួរគាត់បានអំពីប្រាសាទនេះហើយមានថ្មមួយដុះមកដូចជាផ្កាស្លាដែលយើងរៀបការអ្នកនរគ្នាដោយយើងរៀបអាពាហ៍ពិពាហ៍អញ្ចឹងយើងអាចមើលបាននេះអ្នកនរគ្នាគឺខ្ញុំថតឲ្យអ្នកនរគ្នាមើលនេះហើយនេះគឺកាត់មកដល់ខាងក្នុងតែម្ដងហើយនៅខាងក្នុងក៏មានរូបសំណាកព្រះពុទ្ធដែលយើងគោរពបូជាដាក់ជាបច្ច័យឬក៏អាចយើងដុតធូបដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនពីព្រះអង្គបានហ្នឹងហើយអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាអាចមើលបាននៅក្នុងសភាពខាងក្នុងនៃប្រាសាទលអាងផ្កាស្លាតែម្ដងហ្នឹងហើយអ្នកនរគ្នាអញ្ចឹងគឺយើងអាចមើលបានគឺហើយនៅទីនោះគឺត្រជាក់មែនទែននៅខាងក្នុងលអាងនោះអ្នកនរគ្នាអាចទៅបានដូចខ្ញុំបាននិយាយអញ្ចឹងមិនបានទៅភ្នំបណ្ណន់ក៏ទៅភ្នំសំពៅក៏បានដែរអ្នកនរគ្នាអញ្ចឹងគឺយើងប្លែកអារម្មណ៍គឺប្លែកភ្នែកហើយនឹងធ្វើអារម្មណ៍យើងស្រស់ស្រាយមែនទែននៅពេលដែលយើងបានទៅទីនោះអូខេអញ្ចឹងគឺយើងកាត់មកដល់នេះហើយបន្តមកទៀតគឺភ្លៀងតែម្ដងអ្នកទាំងអស់គ្នាដល់នោះគឺត្រជាក់ជុំមែនទែនបានចូលមកក្នុងលអាងផ្កាស្លាមួយផ្លែតគឺ
ដល់ពេលភ្លៀងនៅជ្រកភ្លៀងនៅក្នុងប្រាសាទតែម្ដងហើយបន្តមកទៀតគឺយើងចេញទាំងភ្លៀងតែម្ដងដោយសារតែឡានគេចាំព្រោះយើងជិះនេះគឺកាត់មកដល់ខាងក្រោមវិញហើយអ្នកនរខ្ញុំបានត្រឡប់មកវិញហើយខ្ញុំថតជាលើកចុងក្រោយហើយក៏ដល់ទីបញ្ចប់ដែរអ្នកនរគ្នាអញ្ចឹងអរគុណដល់ការចូលរួមទស្សនានៅវីដេអូប្លុកខ្លីនៅលើភ្នំបាឡនហើយនឹងជីឡូរីហើយនឹងប្រាសាទភ្នំសំពៅអូខេបាយបាយជម្រាបលា